ngày răng bấm lư thu vịt lo càng trăm nay to bầm lư chấtព្រះធម៌បរមត្ថថ្លៃថ្លាពិតកែប្រែគំនិតផ្ដល់បញ្ញាដោយឆ្នះគ្រប់ជនដែលបានដឹងត្រូវប្រឹងស្វែងស្វែងខំសិក្សាព្រះធម៌យិតយងបុកកណាដែលមានចេតនាខំប្រព្រឹត្តត្រូវយកព្រះធម៌ជាទីបង្នឹងបានពង្រឹងផ្លូវគំនិតណាធ្វើឲ្យភ្លឺស្វាងគ្មានភ័យផិតក្តីសុខមានពិតណាព្រោះព្រះធម៌សូមអនុមោទនាសាធុពុទ្ធេយោខាលិតោទោសពុទ្ធោខមតតាំងមមាំងធម្មេខាលិតោទោសធម្មោខមតតាំងមមាំងសង្ឃេយោខមតតាំងមមាំងសូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះអម្ចាស់ព្រះជាគណៈមន្ត្រីសង្ឃគ្រប់ព្រះអង្គនឹងសូមក្រាបប្រណិប័តគ្រប់ជូនលោកអាយដាមលោកគំទាវតបដីអាយដាមលោកគំទាវសក្ការីមន្ត្រីរាជការមហាពុទ្ធបរិស័ទទាំងអស់បច្ច័យបូជាវត្ថុទេសនាសរុបរួមទាំងអស់ប្រាក់ខ្មែរបាន2,700,000រៀលនិងប្រាក់ដុល្លារបានចំនួន$210សូមជួបតាំងតំណាងឲ្យអាយដាមលោកគំទាវបវរណាព្រះវិជាកវិតសានធិរេតព្រះជាគណៈថ្នាក់កិត្តិយសព្រះអង្គជាធម្មតកាចារ្យបានសម្ដែងធម៌ដល់ពិរោះក្បោះក្បាយជាទីបំផុតពុទ្ធបរិស័ទទាំងឡាយស្ដាប់បានចូលចិត្តយ៉ាង
ពេញរិទ្ធហរតីរីករាយចាស់ស្រាដែលមែនតែននៅក្នុងពុទ្ធសាសនាជាបច្ច័យ4គឺចៃវរៈបច្ច័យបណ្ឌបាតបច្ច័យសេនាសនបច្ច័យនិងកលិនភេជ្ជបច្ច័យសូមគុណម្ចាស់និមន្តប្រើប្រាស់តាមពុទ្ធិញ្ញាតសូមទានជ្រាបសូមអនុញ្ញាតក្រុមជើញអាយដាមបណ្ឌិតសៀងមលៀងលោកកំទាវអគ្គមហាបាសិកាសទ្ធាភិរៈសេរីចរិយាហ៊ុនមន្ទឿនក្រុមជើញមកគេនៅប្រាក់បូជាធម៌ទេសនាទៀតបច្ច័យបូជាធម៌ទេសនាសូមអនុមោទនីអនុមោទនីទទួលយកបញ្ញាទាំងពីរគឺបញ្ញាលោកយៈបញ្ញាលោកតរៈដោយអំណាចនៃការបូជាពធទេសនាសូមអនុមោទនីអរគុណញោមទាវសរសើរថាអាត្មាទេសព្រោះអាត្មាមានកម្លាំងចិត្តព្រឹសហើយដើម្បីភ្ជាប់និស្ស័យជាមួយញោមជំទាវអាត្មាក៏នឹងជាម្ចាស់បុណ្យគេដែរសូមទូលថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកតិឧទេសៈបណ្ឌិតនុនង៉ែតព្រមទាំងជាសម្ដេចព្រះសង្ឃរាជផងជាបច្ច័យអធិការផងវត្តបទុមបដីសម្ដេចព្រះពុទ្ធជ័យមនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃខនាយករងទី3និងជាព្រះមេគុណរាជធានីភ្នំពេញនិងជាព្រះគ្រូសូត្រស្ដាំនៅវត្តបទុមបដីផងសម្ដេចព្រះមង្គលមនីរាំងសីហ៊ូជានីតដល់លោកជំទាវចូលព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនិងជាព្រះបល្ល័តគុណរាជធានីភ្នំពេញដើម្បីភ្ជាប់និស្ស័យជាមួយនឹងសម្ដេចគ្រប់ព្រះអង្គនិងព្រះវិជាចរណៈព្រះចរណវិជាចេមធិរៈព្រះតពិនរៈមែនសរឿនប្រគុណម្ចាស់គ្រប់ព្រះអង្គនិងអាយដាមលោកជំទាវអាត្មាភាពក៏ជាម្ចាស់បុណ្យគេដែរសូមចូលរួមក្នុងកម្មវិធីបុណ្យនេះដោយមានទាំងការចូលរួមចូលបុណ្យឧបត្ថម្ភជាចង្ហាន់បណ្ឌបាតជាមួយនឹងសម្ដេចផងនិងរៀបចំកម្មវិធីសម្រាប់រាប់បាតផងដែរអញ្ចឹងបច្ច័យញោមញាតិពុទ្ធបរិស័ទចូលរួមបូជាមកហ្នឹងអាត្មាចាត់ចែងប្រគេនថ្វាយធ្វើបុណ្យបន្តឲ្យកើតបុណ្យដល់ញោមញាតិញោមណាអញ្ចឹងសូមទទួលនៅពរជ័យឡើងកាន់ទីកន្លែងអាសនៈដ៏សមគួរទៅប្រសង់គ្រប់ព្រះអង្គដឹកនាំដោយសម្ដេចនឹងធ្វើពិធីបាំងស្កូលឧទ្ទិសកុសលផលបុណ្យជូនអាយដាមលោកជំទាវដូចតទៅសពសាធុការជ្រះថ្លាអនុមោទនា